នារីម្នាក់ចែករំលែកទុកជាមេរៀនមុនចូលឆ្នាំទៅបដូរពណ៌សក់ស្រាប់តែប៉ះជាងស្ទើលាបខុសបច្ចេកទេសស្រក់ជ្រុះទាំងដុំចង់យំក៏យំលែងចេញមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្តីសោកស្ដាយជំនួសម្ចាស់សក់និងចែករំលែកបន្តទុកជាមេរៀនបន្ទាប់ពីមានស្ត្រីម្នាក់បានបង្ហោះរូបភាពលាបពណ៌សក់និងមានបំណែកសក់ជ្រុះទាំងដុំភ្ជាប់ជាមួយសារថាហេតុអ្វីដល់ថ្នាក់នឹងសងសក់ខ្ញុំភ្លាមបន្ទាប់ពីមានការបង្ហោះបែបនេះនៅថ្ងៃទី30ខែមីនាឆ្នាំ2025តាមរយៈគណនីស្ត្រីដែលជាម្ចាស់សក់មានឈ្មោះមួយសូមអធិស្ឋានបានរៀបរាប់មកចែករំលែកជាមេរៀនឲ្យដឹងថាពេលខ្លះកុំចង់ស្អាតជ្រុលតែបើចង់ស្អាតត្រូវសួរជាងថាអាចធ្វើបានអត់ជាងធ្វើហើយទទួលខុសត្រូវអត់ពេលខ្លះយើងចេះតែចង់បានដូចគេតែប៉ះជាងស្ទើធ្វើឲ្យយើងរៀងជាងខ្លះចេះតែថាយើងអត់អីទេជាងខ្លះបង្ខំឲ្យលាបជាងខ្លះក៏ឲ្យលាបល្មមក៏ល្អម្ចាស់គណនីបានបន្តថាហើយពេលខ្លះកុំមើលងាយជាងតាមភូមិតាមស្រុកជាងតាមភូមិភាគច្រើនល្អជាងល្អជាងនៅផ្សារមួយចំនួនផងជាងតាមផ្សារមួយចំនួនប្រើរបស់អន់តែថាល្អតែផលិតផលខូចសក់ខូចបន្តមកពីថាសក់យើងតែជាក់ស្ដែងមុននឹងធ្វើយើងជាជាងត្រូវដឹងចង់ផ្ដាំទៅបងដែលជាជាងនេះជាមេរៀនអូយបងប្អូនឃើញសក់គាត់ហើយគឺអាណិតគាត់មែនតើណាសក់គាត់លេងមកទាំងដុំនឹងធំតែដាច់បងប្អូនបើមកទាំងលលាក្បាលនឹងអាម៉េចទេអូឡើងដាច់ទាំងដុំជាងខ្លះអញ្ចឹងមែនបងប្អូនអើយអត់អីទេដល់ពេលមានបញ្ហាមកពីសក់ហែងតែធៀបពិតម៉ែអើយសក់គ្នាចង់អស់ពីក្បាលហើយ